Tôi chưa con đâu mà. Em liệpទឹកmọt tam ổn ha ông pù mình ngày nắng cứ một vừa bài cho bò kim chi phần dưỡng á bong ổn cứ môn nắng ban bài cho bò kim chi đó á cứ nhom man một vừa sầm lò kim chi chỉ muốn dân bong ổn trà khơi ót bò lòng ôi có hòm chân chào tem đó ấy bong ổn sầm lò kim chi phần dưỡng làng chơi làng bên tè bong ổn này nhị bê tha ôi rồi chuyện ôi em mỏ ngay bong ổn hai bê tha ở bài cho bò kim chi dưỡng á toแต่មានពងជៀនអញ្ចឹងហូបជាមួយបានឆ្ងាញ់បងប្អូនបើថាបន្លែស្ពៃហើយនឹងស្ដាច់បដោះវិញគឺពួកខ្ញុំស្រោសិនបងប្អូនបានយកមកហូបអីចឹងទៅចិត្តវាបែបហ្នឹងទៅយើងយកមកច្របល់ជាមួយនឹងបាយគីមជីរបស់យើងបានឆ្ងាញ់បងប្អូនហើយឥឡូវឆ្អិនណាតោះបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាហើយដំបូងហ្នឹងយើងដាក់បាយទៅដាក់តាមការចូលចិត្តណាបងប្អូនដាក់ច្រើនដាក់តិចអីគឺសម្លហ្នឹងគឺដាក់បាយបានឆ្ងាញ់បងប្អូនដាក់បន្លែដាក់អីអញ្ចឹងទៅបានឆ្ងាញ់ហើយនេះបងប្អូនណាយើងដាក់ចឹងទៅមានតែសណ្ដែកបដោះហើយនឹងស្ពៃតឿនឹងឯងបងប្អូនដែលយើងស្រោះហើយដាក់សម្លគីមជីយើងចូលទៅហើយយើងច្របល់គោវបែបហ្នឹងទៅបងប្អូនណានិយាយថាអោយរសជាតិវិញឲ្យអែមហ្មងឯងបងប្អូននិយាយមែនថ្ងៃហ្នឹងបងស្រីខ្ញុំគាត់ថាគាត់ចង់ហូបបងប្អូនអញ្ចឹងទៅក៏ខ្ញុំថាខានហូបយូរដែរហើយអញ្ចឹងក៏ហូបហ្មងទៅអញ្ចឹងតោះបងប្អូនមកហូបជាមួយខ្ញុំទាំងអស់គ្នាបើបងប្អូនចង់សាកធ្វើហូបអីបងប្អូនអត់ពិបាកទេឲ្យតែបងប្អូនមានគីមជីអីអញ្ចឹងណាបងប្អូនយើងយកវាមកស្លអញ្ចឹងទៅហើយបើស្លជាមួយនឹងសាច់ជ្រូក3ជាន់ណាគឺឆ្ងាញ់ជាងបងប្អូនចាបើថាស្លជាមួយនឹងសាច់សុទ្ធឬក៏ស្មាមុខអីគឺអត់សូវឆ្ងាញ់ទេតែបើបានមានសាច់ជ្រូក3ជាន់មានខ្លាញ់ចេះកាន់តែឆ្ងាញ់បងប្អូនណាហើយបើគីមជីឥឡូវអត់ពិបាករកទេបងប្អូនអត់ធ្វើខ្លួនឯងទេគឺមាននៅពេញផ្សារតែនៅបណ្ដោះបងប្អូនណាអាចសាកធ្វើហូបបានអីអញ្ចឹងណាប៉ុន្តែភាគច្រើនឥឡូវខ្ញុំឃើញបងខ្លះគាត់ចេះធ្វើគីមជីខ្លួនឯងចឹងទៅធ្វើគីមជីខ្លួនឯងវាឆ្ងាញ់ជាងដែលគេលក់បើថាគេលក់គេរៀងដាក់គ្រឿងអត់ត្រូវមាត់យើងបងប្អូនបើយើងធ្វើខ្លួនឯងវិញគឺយើងអត់ទេខំគ្រឿងឲ្យយើងចូលចិត្តបែបណាយើងធ្វើតាមនឹងទៅអញ្ចឹងទៅវាឆ្ងាញ់ជាងតែខ្ញុំនិយាយហ្នឹងមិនថាគីមជីគេឆ្ងាញ់ណាឆ្ងាញ់បងប្អូនគាត់ថាយើងដាក់គ្រឿងរៀងច្រើនជាងគេអញ្ចឹងទៅរសជាតិយើងវាមានរសជាតិឆ្ងាញ់ជាងអីអញ្ចឹងណាបងប្អូនហើយប៉ុន្តែគីមជីនេះបងប្អូនគឺបងខ្ញុំគាត់ទិញគេទេដោយសារតែមួយរយៈនេះគឺរវល់ពេកឬក៏បងប្អូនដឹងស្រាប់ហើយអញ្ចឹងទៅក៏អត់បានធ្វើហូបទេក៏ទិញគេយកមកស្លអីអញ្ចឹងទៅបងប្អូនហើយពីមុនអីក៏អាសាធ្វើណាដោយសារតែមានពេលទំនេរអីអញ្ចឹងណាហើយមួយខែគាត់ធ្វើ4 5ដងឯណោះបងប្អូនហើយដោយសារតែគាត់ធ្វើព្រឹកហូបបានល្ងាចអីអញ្ចឹងណាអញ្ចឹងយកធ្វើទុកច្រើនទេធ្វើមកល្មមហូបអីអញ្ចឹងទៅបើសិនជាបានធ្វើខ្លួនឯងទៀតបងប្អូនរសជាតិវិញអុយអែមហ្មងហើយកាន់តែឆ្ងាញ់ជាងនេះទៀតបងប្អូនហើយនេះទិញគេឆ្ងាញ់ប៉ុណ្ណឹងហើយបើថាធ្វើខ្លួនឯងទៀតទៅឆ្ងាញ់តែម្ដងហើយបងប្អូននិយាយមែនហើយគីមជីហ្នឹងមិនមែនហូបបានតែស្លហ្នឹងទេបងប្អូនមិនមែនអាស្លមួយមុខទេគឺយកមកហូបជាមួយសាច់អាំងទៀតអោយកាន់តែឆ្ងាញ់ហូបផ្ទាប់ជាមួយសាច់អាំងក៏ឆ្ងាញ់យកមកអាំងហើយអាំងជាមួយសាច់អាំងហ្នឹងកាន់តែឆ្ងាញ់ទៀតបងប្អូនអាចសាកធ្វើបានអីអញ្ចឹងណាឥឡូវខែល្ងាណាបងប្អូនសាកធ្វើហូបទាំងអស់គ្នាទៅអាំងមួយឆ្នាំពីរឆ្នាំជុំបងប្អូននិយាយថាអូយជាតិមែនតែនហ្មងហើយជាពិសេសខែល្ងាហ្នឹងហ្មងបងប្អូនហូបសាច់អាំងខែល្ងាឆ្ងាញ់បងប្អូនបើថាខែក្តៅក៏ឆ្ងាញ់ដែរក៏ប៉ុន្តែវារៀងបាច់ញើសអីអញ្ចឹងណាតែបើថាខែល្ងាវិញដាក់ទៅបងប្អូនណាយគឺដាក់យកទៅនិយាយថារសជាតិវិញអូយឲ្យអែហ្មង10 លើក 10ហ្មងហើយបងប្អូនហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងបើពេញចិត្តសូមកុំភ្លេច follow page របស់ខ្ញុំម្នាក់មួយប៉ុណ្ណេះបងប្អូនអរគុណដែលតែងតែ